បងប្អូនទាំងអស់គ្នាមិត្តភ័ក្តិគឺមានមិត្តភ័ក្តិពិតនិងមិត្តភ័ក្តិ fake មិត្តភ័ក្តិពិតហ្នឹងគឺពិបាករកហើយក៏មានតិចដែរបើចំពោះខ្ញុំគឺអត់សូវមានច្រើនទេគឺមានតិចតួចដែលជាមិត្តភ័ក្តិដែលស្រឡាញ់យើងពិតខ្វល់ខ្វាយពីយើងត្រេកអរនៅពេលដែលឃើញយើងរីកចម្រើនឈរផ្ទះដៃអបអរសាទរយើងអញ្ចឹងណាប៉ុន្តែបើមិត្តភ័ក្តិ fake ហ្នឹងច្រើនពេលខ្លះមិនបាច់រកទេមិត្តភ័ក្តិបែបហ្នឹងគឺមកឯងហើយមកច្រើនមែនតើពេលខ្លះនៅពេលដែលយើងមានប្រយោជន៍ឬក៏មានតំណែងមានប្រយោជន៍អីមួយទៅឲ្យគេគឺគេរាប់យើងជាមិត្តចឹងទៅតែបើសិនជាថ្ងៃណាមួយអស់ប្រយោជន៍អស់តំណែងអ្វីៗក៏ត្រូវចប់ដែរវាអត់មានអីពាក់ព័ន្ធនឹងគ្នាអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានមិត្តភ័ក្តិដែលជាមិត្តពិតដូចអ្វីដែលខ្ញុំបានរៀបរាប់គួរតែរក្សាមិត្តភ័ក្តិនឹងទុកទៅនៅពេលដែលគេរាប់អានយើងគេខ្វល់ខ្វាយគេជួយយើងអីហ្នឹងគឺគេមិនដែលបានចង់បានផលប្រយោជន៍អីទៅវិញទេអញ្ចឹងយើងរក្សាមនុស្សបែបហ្នឹងនៅក្នុងជីវិតរបស់យើងនៅក្បែរខ្លួនយើងគឺកាន់តែល្អហើយបើមិត្តភ័ក្តិ fake ហ្នឹងកាត់បានកាត់ទៅកាត់ចោលទៅកុំខ្វល់ពេកព្រោះអីគេគិតតែពីប្រយោជន៍ទេនិយាយទៅយើងមិនបាច់ខ្លាចបាត់បង់គេទេបើថ្ងៃណាមួយគេត្រូវការប្រយោជន៍អីពីយើងគេនឹងត្រឡប់មកវិញហើយអញ្ចឹងអាកន្លែងហ្នឹងវាជារឿងពិតហើយបទពិសោធន៍ពិតច្រើនមែនតើខ្ញុំបានជួប